มองแรงมาทุกลูกเมื่อกี้โอ้โหควันเต็มหมดเลยเฮ้ยโอ้โหสุดยอดมองแรงมาทุกลูกเมื่อกี้โอ้โหควันโยเทียไทยกับปงอันวัดระบายชลินปีนกัมพูชีการปิจิตมา100 ឆ្នាំមុនមកប្រាម្ដងទៀតនៅឆ្នាំ2025នេះក្រោមមហិច្ឆតាឈ្លានពានកម្ពុជាជាលើកទី3នេះបើតាមការអះអាងរបស់ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាលោក Casey Bennett នៅថ្ងៃទី18 ធ្នូនេះលោក Casey Bennett ថាការចោទប្រកាន់របស់ថៃដែលថាទាហានកម្ពុជាបានបាញ់ប្លង់ចូលទឹកដីរបស់ពួកគេនោះគ្រាន់តែជាល្បិចដែលថៃប្រើដើម្បីឈ្លានពានប្រទេសកម្ពុជាប៉ុណ្ណោះព្រោះទង្វើនេះថៃធ្លាប់បានប្រើលើកម្ពុជាចំនួន2លើករួចមកហើយគឺនៅឆ្នាំ1941និងឆ្នាំ1946លោកថានៅអំឡុងខែមករាឆ្នាំ1941ថៃបានឈ្លានពានកម្ពុជាក្រោមល្បិចដោយចោទថាកងកម្លាំងអាណានិគមបារាំងនៅកម្ពុជាបានបាញ់ប្លង់ចូលក្រុងអរញ្ញក្នុងទឹកដីរបស់ពួកគេរីឯការចោទប្រកាន់ទាហានកម្ពុជាថាបានបាញ់ប្លង់ចូលទឹកដីថៃនៅពេលនេះក៏មិនខុសពីល្បិចដែលថៃបានប្រើកាលពីជាង80 ឆ្នាំមុនដែរលោក Casey Bennett រំលឹកពីផែនការឈ្លានពានរបស់ថៃថាមុនថៃចាប់ផ្ដើមឈ្លានពានកម្ពុជាគឺនៅថ្ងៃទី12 ខែមិថុនាឆ្នាំ1940ថៃបានចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយប្រទេសជប៉ុនទាំងដែលថៃបានដឹងថាប្រទេសជប៉ុនបានប្រព្រឹត្តអំពើបល្ល័ង្កពូជសាសន៍នៅលើទឹកដីចិនរួមទាំងការសម្លាប់រង្គាលនៅតំបន់ណានជីងនៅឆ្នាំ1937ដែលបានសម្លាប់ជនស៊ីវិលនិងអ្នកទោសសង្គ្រាមប្រមាណជាង200,000នាក់ហើយក៏ដោយមូលហេតុដែលថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដោយសារថៃត្រូវការជប៉ុនធ្វើជាខ្នងបង្អែកព្រោះជប៉ុនកាន់កាប់ឥណ្ឌូចិនបារាំងនិងម៉ាឡាយ៉ាអង់គ្លេសនៅពេលនោះហើយក៏ជាការបើកផ្លូវដ៏ធំមួយឲ្យថៃមានឱកាសឈ្លានពានកម្ពុជានិងឡាវដែរក្រោមនេះសន្តិសុខព្រំដែនដោយចោទថាកងកម្លាំងអាណានិគមបារាំងនៅកម្ពុជាបានបាញ់ប្លង់ចូលទឹកដីរបស់ខ្លួនតាមពិតទៅថៃបានត្រៀមផែនការឈ្លានពានកម្ពុជានិងឡាវអស់រយៈពេលជាច្រើនខែមកហើយត្បិតក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះថៃបានបង្ខំយកខេត្តភាគខាងជើងរបស់កម្ពុជានិងទឹកដីភាគខាងលិចរបស់ឡាវដាក់បញ្ចូលជាទឹកដីរបស់ខ្លួនភ្លាមក្រោយការឈ្លានពាននោះនៅចុងឆ្នាំដដែលនោះគឺនៅអំឡុងខែធ្នូឆ្នាំ1941ថៃនិងជប៉ុនបានចុះកិច្ចព្រមព្រៀងមួយបន្ថែមទៀតសម្រាប់ការគ្រប់គ្រងយោធារួមគ្នាទៅវិញទៅមកដោយជប៉ុនបានគ្រប់គ្រងយ៉ាងច្បាស់ចំពោះការអះអាងពីទំហំទឹកដីរបស់ថៃរួមទាំងតំបន់ដែលថៃបានឈ្លានពានពីកម្ពុជាឡាវម៉ាឡាយ៉ាភូមាផងដែរក្រោមកិច្ចព្រមព្រៀងនេះថៃក៏បានដើរតួនាទីយ៉ាងសំខាន់ដោយធ្វើជាមជ្ឈមណ្ឌលផ្គត់ផ្គង់និងជាទីតាំងរៀបចំកម្លាំងសម្រាប់ការគ្រប់គ្រងការឈ្នះរបស់ជប៉ុនលើម៉ាឡាយ៉ាអង់គ្លេសភូមាក្នុងឆ្នាំ1941ដល់ឆ្នាំ1942នៅពេលនោះយ៉ាងណាក៏ដោយបន្ទាប់ពីជ័យជំនះរបស់សម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី2ថៃត្រូវបានបង្ខំឲ្យលះបង់ទឹកដីទាំងអស់ដែលខ្លួនបានឈ្លានពានពីកម្ពុជាឡាវម៉ាឡាយ៉ានិងភូមាវិញគណៈចក្រភពអង់គ្លេសនៅពេលដំបូងក៏បានស្វែងរកវិធានការផ្ដន្ទាទោសរួមទាំងការកាន់កាប់ថៃឲ្យបានយូរអង្វែងទៅថ្ងៃមុខផងដែរប៉ុន្តែសហរដ្ឋអាមេរិកបានប្រឆាំងនឹងការអន្តរកម្មនេះក្រោមហេតុផលថាការទាមទារដ៏ខ្លាំងក្លានឹងធ្វើឲ្យថៃរួមទាំងតំបន់ប្រឈមនឹងអស្ថិរភាពហើយដោយសារតែបែបនេះថៃបានគេចផុតពីការទទួលខុសត្រូវចំពោះអំពើឈ្លានពាននៅពេលនោះស្ទើរតែទាំងស្រុងខ្ញុំធ្វើសេចក្តីរាយការណ៍ពី Peace Cambodia